ដែលឈឺចង្កេះនឹងពីច្រើនចាក់រាលដាលដល់ជើងបងប្អូនដំណាក់កាលទី1ត្រូវលុញសាច់ដុំខាងក្រោយនេះលុញសាច់ដុំក្រោយដែលប្រើបាល់បងប្អូនប្រើបាល់នេះក៏បានប្រើបាល់នេះក៏បានដូចជាផ្សាយពាណិជ្ជកម្មបាល់ពេកឯងប៉ុន្តែវាមានអត្ថប្រយោជន៍ច្រើនមែនទែនអញ្ចឹងរបៀបដាក់គឺបញ្ឈរជង្គង់ដាក់បាល់ចំពីខាងក្រោយអញ្ចឹងបន្ទាប់មកបងប្អូនចាប់ដើមលុញបងប្អូនកាន់តែកោងខ្លួនកាន់តែខ្លាំងកាន់តែចូលលុញហើយបើសិនជាយើងអត់សូវចេះលុញយើងគេងលើវាក៏បានគេលើផ្អៀងឆ្វេងផ្អៀងស្ដាំរៀងធូរតិចហើយបងប្អូននៅផ្ទះយើងអាចប្រើក្រែដាក់ខ្នើយឬក៏អត់អីក៏បានដែរអញ្ចឹងដូចរូបដែលខ្ញុំបង្ហាញនៅលើវីដេអូហ្នឹងគឺបងប្អូនអាចដាក់អញ្ចឹងអូខេអញ្ចឹងលំហាត់ហ្នឹងគឺតែប៉ុណ្ណឹងអត់អីពិបាកទេហើយលំហាត់មុនរៀងពិបាកជាងនឹងបន្តិចយើងអាចកលកន្លែងទ្រូងនេះសំទោសអាឡែឆ្អឹងជំនីនេះហើយយើងទម្លាក់ខ្លួនចុះក្រោមការធ្វើបែបហ្នឹងគឺធ្វើឲ្យសរសៃដែលកំពុងតែគៀបហ្នឹងគឺវាត្រូវបានកាត់បន្ថយហើយបងប្អូនការឈឺចង្កេះហ្នឹងគឺកើតឡើងដោយសារសាច់ដុំដែលវាខ្សោយវារួញហើយដើម្បីឲ្យការឈឺចង្កេះរបស់បងប្អូនជាឡើងវិញបងប្អូនត្រូវតែហាត់ជាប្រចាំហើយសូមព្យាយាមមើលវីដេអូមុនដែលខ្ញុំបញ្យល់ពីដំណើរការនៃការបាត់ឈឺចង្កេះហើយបើសិនយើងនៅផ្ទះយើងស្រួលទេបងប្អូនយើងអាចធ្វើនៅលើចុងក្រែយើងអាចកលយើងកលខ្នើយកលអីផ្សេងឲ្យរៀងខ្ពស់តិចមកហើយយើងអាចគេងផ្អៀងជាពិសេសបងប្អូនចាស់ដែលគាត់អាចធ្វើបានហើយការធ្វើបែបនេះគឺធ្វើឲ្យការឈឺចង្កេះរបស់បងប្អូនបាត់បើសិនជាអ្នកកំពុងតែឈឺបងប្អូនធ្វើ3-4ដងនៅផ្ទះចំណាយពេលប្រហែលជា5នាទីទៅ10នាទីបងប្អូនធូរហ្មងហើយអាចដើរបានបងប្អូនកាលណាយើងឈឺចង្កេះយើងឈប់អត់ដើរកាន់តែឈឺអរគុណច្រើនជួបគ្នានៅវីដេអូក្រោយហើយដើម្បីឲ្យការឈឺចង្កេះរបស់បងប្អូនជាឡើងវិញបងប្អូនត្រូវតែហាត់ជាប្រចាំហើយសូមព្យាយាមមើលវីដេអូមុនដែលខ្ញុំ